កម្រើកនយោបាយជប៉ុននាយករដ្ឋមន្ត្រីលោកស្រីតាកាអ៊ីឈីប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីបកកាន់អំណាចជុំវិញផែនការកាត់បន្ថយពន្ធអាហារនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាអេតាកាអ៊ីឈីកំពុងប្រឈមមុខនឹងរលកនៃការប្រឆាំងកាន់តែខ្លាំងឡើងពីសំណាក់សមាជិកនៅក្នុងគណៈបកប្រជាធិបតេយ្យសេរី LDP ដែលជាបកកាន់អំណាចជុំវិញអ្វីដែលគេមើលឃើញថាជាចំណាត់ការបែបប្រជាភិថុតក្នុងការកាត់បន្ថយពន្ធលើការប្រើប្រាស់លើម្ហូបអាហារដោយគ្មានការពិភាក្សាឲ្យបានដិតដល់អំពីប្រភពថវិកាទ្រទ្រង់អតីតអគ្គលេខាធិការគណៈបក LDP ស្ថិតនៅក្នុងចំណោមអ្នកប្រឆាំងដែលបានរិះគន់លោកស្រីតាកាអ៊ីឈីចំពោះការទាត់ចោលការតវ៉ានៅក្នុងបកដោយយកលេសលើកិច្ចសន្យាយុទ្ធនាការឃោសនាឆ្នោតលោក Moriyama បានថ្លែងនៅក្នុងកិច្ចប្រជុំបកមួយកាលពីថ្ងៃសុក្រនៅទីក្រុង Kagoshima ថាការពិភាក្សាអំពីកន្លែងដែលត្រូវស្វែងរកប្រភពថវិកាមកជំនួសមិនទាន់ទាំងបានចាប់ផ្ដើមនៅឡើយទេកាលពីថ្ងៃទី5ខែសីហាកន្លងទៅគណៈរដ្ឋមន្ត្រីរបស់លោកស្រីតាកាអ៊ីឈីនិងបកកាន់អំណាចបានសម្រេចកាត់បន្ថយពន្ធលើការប្រើប្រាស់សម្រាប់ម្ហូបអាហារនិងភេសជ្ជៈមកត្រឹម 1% ពីចំនួន 8% នាពេលបច្ចុប្បន្នសម្រាប់រយៈពេល2ឆ្នាំលោក Moriyama បានប្រាប់អ្នកសារព័ត៌មានថាការកាត់បន្ថយពន្ធដោយគ្មានប្រភពថវិកាច្បាស់លាស់នឹងប៉ះពាល់ដល់ទំនុកចិត្តលើបណ្ណបំណុលរបស់រដ្ឋាភិបាលជប៉ុនការប្រឆាំងនេះបានរីករាលដាលហួសពីក្រុមប្រឹក្សានយោបាយពន្ធដាររហូតប្រែក្លាយទៅជាការប្រជែងអំណាចផ្ទៃក្នុងបកលោក Taro Kono អតីតរដ្ឋមន្ត្រីការបរទេសបានលើកឡើងនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃច័ន្ទថាពន្ធលើការប្រើប្រាស់គឺជាប្រភពថវិកាសម្រាប់សន្តិសុខសង្គមខ្ញុំតែងតែប្រឆាំងជាដាច់ខាតចំពោះការកាត់បន្ថយពន្ធនេះចំណែកអតីតនាយករដ្ឋមន្ត្រី Shigeru Ishiba ក៏បានរិះគន់ផងដែរថាចំណាត់ការនេះនឹងធ្វើឲ្យប្រាក់យើងស្រុតតម្លៃនិងរុញទំនិញឲ្យកាន់តែថ្លៃទោះជាយ៉ាងណាក៏ដោយបើទោះបីជាមានការប្រឆាំងពីសមាជិកធំៗនៅក្នុងបកក៏ដោយអត្រាគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណៈរដ្ឋមន្ត្រីលោកស្រីតាកាអ៊ីឈីនៅតែមានកម្រិតខ្ពស់ជាង 50% ដែលជាកម្រិតខ្ពស់ជាងរដ្ឋាភិបាលអាណត្តិមុនខណៈការស្ទង់មតិរបស់ Nikkei TV Tokyo កាលពីខែកក្កដាបានបង្ហាញថាប្រជាជន 48% គាំទ្រការកាត់បន្ថយពន្ធនេះប្រៀបធៀបនឹង 44% ដែលប្រឆាំង